ភផែនកម្ពុជារាជការដែលចូលសែអភិរក្សដីដែនផែនធម្មជាតិអភិរក្សដីដែនផែនធម្មជាតិព្រៃព្រឹកបៃតងស្រងស្រល់ស្រស់ជីវៈចម្រុងដងលូតលាតជ្រោះជ្រងគិរីធរណីមានការកម្មធម្មជាតិភាអេសាការកម្មធម្មជាតិភាអេសាមានសង្មុតឆាមកពីភ្នំក្រុងសែននរមសំសួឋានព្រៃព្រឹកសពរឹកថ្នាក់លាក់ប្រាណសន្និដ្ឋានព្រៃក្រមុំព្រមចារីសន្និដ្ឋានព្រៃក្រមុំព្រមចារី ទឹកជ្រោះបូស្រាថ្លាត្រជាក់ហូររមៀលធ្លាក់ហាក់ដនត្រីធម្មជាតិប្រគំរំពងព្រៃទេសចររីករាយគ្មានអ្វីប្រៀបទេសចររីករាយគ្មានអ្វីប្រៀបដើមជ្រៃទៅបកលកណ្ដាលភ្នំរុក្ខាមហាភូមិផ្ដុំទិដ្ឋភាពមណ្ឌលគិរីធរណីលក្ខណៈធម្មជាតិនៃទេសចរលក្ខណៈធម្មជាតិនៃទេសចររតនគិរីរមណីយដ្ឋានភូមិភាគអេសានបានបវរយ៉ាងឡោមស្រោមត្បូងបៃតងពណ៌បានលងគ្រងល្អទេសចរកាបានលងគ្រងល្អទេសចរកា ល្បែងល្បាច់
ក៏